ខ្ញុំទើបតែមើល Avatar Fire and Ash នៅសល់មិញនៅ Legend Cinema ដែល head power ទៅមើលគឺគ្មានអីក្រៅពីមានអារម្មណ៍ថាតានតឹងពេកចឹងទៅក៏ទៅមើលហើយ yeah it was really good បើទោះបីជាខ្ញុំមិនមែនជា fan ចំពោះ Avatar ហ្នឹងក៏ដោយនៅពេលយើងទៅមើលយើងប្រកាសជាទទួលបានអារម្មណ៍មួយដែលវា hit ជាងយើងទៅមើលរហងដោយសារតែស្ថានភាពយើងឥឡូវហ្នឹងគឺវារៀងតានតឹងដូចនៅក្នុងរឿងហ្នឹងដែរដោយសារតែមានអាពួកនោះតែមកញោមញីអីយើងរហូតបានសុកអញ្ចឹងណាក្នុងរឿងហ្នឹងវាដូចគ្នាកន្លែងហ្នឹងគឺខ្ញុំសុំបើកកញ្ចក់តិចត្រង់ថាបើសិនជាយើងមានអារម្មណ៍ថាខុសឬក៏មានអារម្មណ៍ថា guilty នៅពេលដែលយើងទៅមើលកុនទៅ having fun អីតិចតួចគឺខ្ញុំគាត់ថាអ្នកនេះក៏មានអារម្មណ៍បែបហ្នឹងឯងបើយើងគួរ guilty គឺបើសិនជាយើងទៅគ្រប់គ្រងផលិតផលឬមួយក៏សេរីរបស់ថៃអីហ្នឹងគឺអាហ្នឹងឯងច្បាស់ណាស់ guilty មិនប៉ុន្តែបើសិនជាយើងធ្វើអ្វីមួយដែលវាផ្ដល់នៅផលវិជ្ជមានដល់សង្គមយើងឬមួយក៏វា spread a positivity ទៅកាន់អ្នកជុំវិញខ្លួនទៅកាន់ប្រទេសយើងអីចឹងអាហ្នឹងវា definitely okay សម្រាប់ធ្វើទាំងអស់ហ្នឹងអញ្ចឹងណាហើយខ្ញុំទៅមើលម្សិលមិញគឺខ្ញុំទៅមើល Go Clash ដែល first time experience ហើយវាស័ក្តិសមទៅនឹងតម្លៃវាស័ក្តិសមដែលគេហៅថា Go Clash ដោយសារតែយើងមើលទៅវា comfort ខ្លាំងអញ្ចឹងណាអ្នកនេះអាចទៅសាកបានដូចគ្នាបើសិនជាបកមើលរឿង Avatar នេះវិញខ្ញុំនិយាយស្មោះត្រង់ហ្មងគឺខ្ញុំទៅមើលដោយសារតួអង្គដែលខ្ញុំចាប់អារម្មណ៍មុនគេខ្វាច់គឺនៅពេលដែលដឹងថាតួអង្គបារាំងដែលជាតួអង្គមេ clan របស់ភ្លើងហ្នឹងគឺជាតួអង្គប្រពន្ធរបស់ Robb Stark ដែលខ្ញុំចូលចិត្តតួអង្គហ្នឹងហើយនៅក្នុងរឿងនេះគឺខកចិត្តមែនតើដោយសារតែតួអង្គហ្នឹងចេញបានមកកប៉ែហ្មងខ្ញុំអត់យល់មែនតើថាគេដាក់ចំណងជើងរឿងហ្នឹង Fire and Ash ប៉ុន្តែជាក់ស្ដែងគឺអា Fire ហ្នឹងវាអត់សូវច្រើនណាពីច្រើនគឺជួបជាមួយនឹងមនុស្សជួបជាមួយនឹងពួក Sky People អញ្ចឹងទៅដែលវាខកចិត្តឡើងហ្នឹងមែនតើបើសិនជានិយាយពី plot រឿងខ្ញុំគិតថាវាដូចជាអត់មានអីថ្មីប៉ុន្មានទេគេហៅ same time next week តួអង្គ I Jack Sully ទៅវាយគ្នាជាមួយនឹងតួអង្គ Squirrel ហ្នឹងគឺតាំងពីវគ្គ1មកដល់ឥឡូវប៉ុណ្ណឹងបើនិយាយពីកន្លែងថាល្អខ្លាំងគឺ visual ម៉ែអាថ្លែ3ម៉ោងនេះមើលនិយាយទៅគឺស្អីក៏មានដែរវាសប្បាយមើលមែនតើតួអង្គខ្ញុំស្អប់ជាងគេហ្នឹងគឺមិនមែនតួអង្គ Squirrel ជាមួយក៏តួអង្គយាយមួយមេបញ្ជាការអីហ្នឹងទេតែគឺតួអង្គអាតាមួយទៅថាជីកទូកទៅបាញ់ពួកត្រីក្នុងអាសម្ព័ន្ធរបស់ទឹកអីហ្នឹងគឺអាតាហ្នឹងងាប់គឺសប្បាយចិត្តមែនតើសរុបមកវាមិនមែនជាការ review រឿងហ្នឹងអីពេញសាច់ទេដោយសារតែខ្ញុំមិនមែនជា fan ហ្នឹងខ្លាំងហើយមួយវិញទៀតរឿងហ្នឹងគឺចេញយូរដែរហើយគេ spoil អស់ច្រើនហើយមួយវិញទៀតខ្ញុំក៏ទៅមើលហ្នឹងដោយសារតែខ្ញុំខានទៅមើលកុនយូរអីចឹងទៅតែខ្ញុំចង់ចែកម្លែកពីកន្លែងវិជ្ជមានដែលថាយើងគួរតែទៅ support អ្វីទាំងអស់មិនថាទៅមើលកុនមិនថាទៅហូបអីដោយសារតែឥឡូវគឺយើងត្រូវតែ fight ផងយើងត្រូវតែ earn ផងចឹងទៅខ្ញុំគិតថាយើងធ្វើអ្វីមួយគឺកុំឲ្យតែពាក់ព័ន្ធឬមួយក៏វាផ្ដល់ផលប្រយោជន៍ទៅអាប្រទេសចោលហ្នឹងគឺ you good to go ហ្នឹងមានតែប៉ុណ្្នឹងទេហើយមានចំណាំបដាមិនដែរអាចប្រាប់បានផងសន្តិភាព